សមត្ថភាពរបស់គាត់គឺបញ្ចូលសម្លេងសូមអញ្ជើញទស្សនាទាំងអស់គ្នាសូមគ្រប់ជម្រាបសួរគណៈកម្មការព្រមទាំងពុកម៉ែបងប្អូនដែលបានទស្សនានៅទីនេះក៏ដូចនៅតាមគេអដ្ឋានអញ្ចឹងថ្ងៃនេះខ្ញុំបាទសូមលើកយកឈុតមួយនៅក្នុងរឿងកំពូលអ្នកសុំទានបាទសូមជើញតាមដានទស្សនាសួរស្ដីអ្នកកំឡោះរូបរាងឯងយ៉ាងនេះតើឯងគឺជាអ្នកសុំទានតើមែនទេបាត់មែនហើយសុំទានតែវាយ៉ាងម៉េចអញ្ចឹងរីករាយណាស់ដែលបានជួបឯងយើងក៏ជាអ្នកសុំទានដែរអ្នកកំឡោះរូបរាងឯងយ៉ាងនេះសំបីតែយើងក៏មើលងាយឯងដែរកាលពីមុនខ្ញុំមិនឲ្យគេមើលងាយខ្ញុំនេះតែឥឡូវបើមិនឲ្យគេមើលងាយក៏វាមិនកើតដែរអ្នកកំឡោះតែយើងខុសពីឯងគេគ្រប់គ្នាតែងតែមើលងាយយើងជារៀងរហូតនេះជារឿងរបស់លោកឯងអ្នកកំឡោះយើងដឹងតែឯងខូចចិត្តព្រោះតែឯងបាត់បង់នៅរបស់3យ៉ាងតើមែនទេ3ខ្លះទី1គឺទ្រព្យសម្បត្តិទី2គឺកិត្តិយសទី3គឺស្រីដែលឯងស្រឡាញ់មិនបានជាលោកដឹងយើងចាំបានថាកាលពីនៅពីអញ្ជើអ្នកដែលបើយើងផឹកស្រាលេងស្រីនោះគឺយើងមិនភ្លេចគុណរបស់គេទេតាមពិតជាលបងទេអីអាបែងចឹងប្រសើរណាមានសល់ប្រាក់ខ្លះអ្នកកំឡោះយើងគ្មានប្រាក់នោះទេហើយប្រាក់ក៏មិនអាចទិញអ្វីដែលឯងបាត់បង់ទៅបានដែរបែងចឹងគ្មានប្រយោជន៍ទេណែឈប់ទៅអ្នកកំឡោះឯងមានគុណចំពោះយើងប្រកាសជាសងគុណឯងហើយអស់លោកអ្នកទាំងឡាយអើយសូមមេត្តាដល់អ្នកសុំទានផងល្ងាណាពុកអើយខ្ញុំល្ងាស្ទើរស្លាប់ហើយដើរទៅឲ្យដើរទៅពុកមិនបានទៅជាអញ្ចឹងកូនប្រុសពុកឃ្លាតបាយពេកឃើញក្មេងម្នាក់ស៊ីនំប៉ាវពុកក៏ស៊ីនំប៉ាវបោះវាមួយបាត់ទៅបែរចឹងមិនអីទេពុកចាំខ្ញុំសងគេវិញណែសងក្បាលឯងស្អីយើងកាត់ក្បាលរបស់ឯងហើយចាប់យើងលើបន្ទប់វិញចាយទុកចិត្តទេអើលោកគឺជាអ្នកចូលរួមប្រកួតជ្រើសរើសមេតបកាលពីថ្ងៃមុនតើមែនទេប៉ាត់មែនហើយអ្នកទាំងអស់គ្នាសូមយកគាត់ទៅចាំមែនហើយបើដល់យកវាទៅចឹងយើងបានជាជួបគ្នាទៅហើយចឹងនេះអូលោកម្ចាស់ចង់បាននេះថាលោកម្ចាស់ចង់ជួយខ្ញុំទៅចាំត្រាតើមែនទេបាយឆ្កែឲ្យតែឯងស៊ីបាយឆ្កែនេះអស់យើងនឹងដោះលែងពុករបស់ឯងភ្លាមឆាតកូនមិនត្រូវស៊ីបាយឆ្កែទេកូនស៊ីបាយឆ្កែហើយជាតិក្រោយកូនអាចចាប់ជាតិជាមនុស្សបានទេពុកចំណាស់នេះទៅឲ្យពុកស្លាប់